ពាក្យថារីករាយពេលគេបានជោគជ័យស្រួលនិយាយតែពិបាកធ្វើព្រោះចិត្តនៅចំណែនច្រើនបញ្ញាយល់ឃើញច្បាស់ថាកម្មល្អនាំឲ្យបានផលល្អកម្មអាក្រក់នាំឲ្យបានផលអាក្រក់កម្លាំងនៃបញ្ញាជួយកាត់បន្ថយចិត្តចំណែនហើយមិននាំទុកមកក្នុងចិត្តឡើយដាំចិត្តស្រឡាញ់សាបព្រោះសេចក្តីស្រឡាញ់ដោយមិនប្រាថ្នាការតបស្នងអ្នកនឹងបានចម្រើនដោយសេចក្តីសុខស្ងប់ភាពត្រជាក់ត្រជុំធ្វើល្អហើយបើគេដឹងជាបុណ្យរបស់គេបើគេមិនដឹងយើងបានធ្វើល្អរួចហើយព្រមតាមសមត្ថភាពអ្នកមិនអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់ធ្វើទេខិតខំប្រឹងប្រែងធ្វើអ្វីដែលអ្នកអាចធ្វើបានហើយត្រូវចេះទទួលស្គាល់ថាខ្ញុំប្រឹងអស់ពីសមត្ថភាពខ្ញុំហើយព្យាយាមខុសទំនងការព្យាយាមខុសទំនងមិននាំមកនៅប្រយោជន៍ពិតប្រាកដទេការព្យាយាមប្រកបដោយបញ្ញាទើបបានផលគបប្រសើរប្រាជ្ញាទុកដូចជាភ្នែកវិរិយៈការព្យាយាមទុកដូចជាជើងដើរថ្ងៃហេងថ្ងៃសូយថ្ងៃរះថ្ងៃលិចជាដំណើរនៃធម្មជាតិវាមិនល្អមិនអាក្រក់ទេបើចិត្តល្អចិត្តជ្រះថ្លាក៏សន្មត់ថាជាថ្ងៃមង្គលទៅបើចិត្តអ្នកអាក្រក់មួម៉ៅក៏សន្មត់ថាជាថ្ងៃអពមង្គលទៅអាក្រក់ឬល្អអាស្រ័យនៅនឹងចិត្តអ្នកបង្គាប់បញ្ជាមិនបានអ្នកមិនអាចបង្គាប់បញ្ជារឿងរ៉ាវខាងក្រៅបានទាំងស្រុងទេបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងគួរហាត់ពុតលត់ដំចិត្តត្រៀមខ្លួនទទួលរឿងទាំងឡាយនោះដោយស្មារតីកំណត់ដឹងថាខ្សែជីវិតមានឡើងមានចុះតាមកម្លាំងកម្មរៀងខ្លួនរឿងរ៉ាវអាក្រក់ដំបៅជំងឺទឹកនោមផ្អែមគេសុខចិត្តកាត់ចេញដើម្បីកុំឲ្យវារាលដាលដល់ផ្នែកផ្សេងទៀតនៃរាងកាយអ្នកក៏គួរកាត់ចេញនៅរឿងរ៉ាវអាក្រក់តែតាមលងបន្លាចចិត្តអ្នកដើម្បីកុំឲ្យវាប៉ះពាល់ដល់ផ្នែកផ្សេងទៀតនៃជីវិតអ្នកជួយព្យាបាលវិបត្តិផ្លូវចិត្តខ្លួនអ្នកអាចជាគ្រូពេទ្យសង្គ្រោះអ្នកមានវិបត្តិផ្លូវចិត្តបានដោយគ្រាន់តែធ្វើជាមិត្តភក្តិល្អស្វែងយល់ពីការលំបាករបស់គាត់ជួយរក្សាអាថ៌កំបាំងរបស់គាត់ផ្ដល់ក្តីស្រឡាញ់ដោយឥតលាក់លៀមនិងផ្ដល់កម្លាំងចិត្តដល់គាត់គ្រប់គ្នាសុទ្ធតែមានទុក្ខគួរមានចិត្តករុណាជួយសង្គ្រោះគ្នាដោយសុទ្ធចិត្តអ្នកឈ្មោះថាបានធ្វើមហាបុណ្យដ៏ធំក្រៃលែងចំណុចចាប់ផ្ដើមផ្សេងគ្នាម្នាក់ឆ្លងកាត់រឿងរ៉ាវផ្សេងគ្នាស្ថានភាពជីវិតក៏ផ្សេងគ្នាដែរចំណុចសំខាន់គឺអ្នកត្រូវបន្តដំណើរទៅមុខ
ដោយប្រើប្រាស់នៅអ្វីដែលអ្នកមានសេសសល់ដើម្បីសាងអនាគតថ្មីនៅរស់យ៉ាងហោចណាស់អ្នកនៅសល់ថ្ងៃនេះនិងថ្ងៃស្អែកដើម្បីបំពេញកិច្ចការងារបន្តទៀតរឿងរ៉ាវទាំងឡាយពីម្សិលមិញបានរសាត់បាត់ទៅហើយត្រៀមកាយត្រៀមចិត្តទទួលរឿងថ្មីរឿងល្អក៏ទទួលរឿងមិនល្អក៏ត្រូវតែទទួលដោះស្រាយព្រោះវាជាធម្មជាតិនៃជីវិតត្រូវតែជួបរឿងអីចឹងឯងភ្លើងនៅខ្ញុំក្តៅខ្ញុំភ្លើងនៅអ្នកក្តៅអ្នកគំនុំគុំគួនច្រណែនឈ្នានេះអាស្រ័យនៅចិត្តអ្នកណាតែងដុតចិត្តអ្នកនោះឲ្យក្តៅក្រហាយរៀនពន្លត់ភ្លើងកំហឹងទើបបានត្រជាក់ចិត្តរៀនចែករំលែកទានតាមធនធានរៀនប្រើពាក្យសម្ដីដោយចិត្តមេត្តារៀនផ្ដល់កម្លាំងចិត្តពេលគេមានទុក្ខរៀនអត់ឱនទោសកំហុសទាំងឡាយរៀនផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2រៀនទទួលខុសផងទទួលត្រូវផងរៀនត្រេកអរពេលគេបានសុខរៀនទទួលស្គាល់ថាជីវិតគឺអញ្ចឹងឯងមានទាំងសុខមានទាំងទុក្ខការឈឺចាប់បំណែកនៃការឈឺចាប់ទាំងឡាយអាចប្រែក្លាយជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់កែច្នៃជីវិតអ្នកឲ្យបានប្រសើរទៅថ្ងៃមុខបែកគឺបែកហើយទោះបីអ្នកយំក៏វាបានបែករួចទៅហើយត្រូវសួរខ្លួនឯងថាតើអាត្មាអញអាចច្នៃបំណែកនោះបានជាប្រយោជន៍អ្វីខ្លះញាតិក្នុងសង្សារវដ្តគ្រប់គ្នាសុទ្ធតែចង់បានសុខប្រាថ្នាឲ្យរួចផុតពីទុក្ខរៀនផ្ដល់សេចក្តីស្រឡាញ់ដល់មនុស្សសត្វទាំងឡាយកាត់បន្ថយការខឹងក្រោធការចងពៀវរានឹងគ្នាក្នុងដំណើរវិលវល់នៃសង្សារវដ្តនេះយើងសុទ្ធតែជាសាច់ញាតិនឹងគ្នាកម្មចាស់កម្មថ្មីកម្មមិនល្អនាំឲ្យអ្នកជួបរឿងមិនល្អអ្នកមិនអាចបកក្រោយទៅលុបកម្មចាស់បានទេតែអ្នកអាចសាងកម្មល្អថ្មីដែលនាំឲ្យបានលទ្ធផលក៏ថ្មីដែរភាពមួម៉ងភាពសោកសៅមួម៉ងទាំងឡាយមិនមែនជាមិត្តរបស់អ្នកទេព្យាយាមឈានដើរទៅមុខគិតរឿងថ្មីនិយាយរឿងថ្មីប្រកបកិច្ចការងារដោយស្មារតីស្វាហាប់អ្នកនឹងបានរួចផុតពីភាពអន្តការនៃអតីតកាលភ្លើងច្រណែនការច្រណែនជាភ្លើងដុតកម្លោចចិត្តអ្នកឲ្យស្វិតស្រពោនចិត្តច្រណែនជាសត្រូវមិនមែនជាមិត្តអ្នកទេបនគេទើបគេបានកុំច្រណែនអីវេទនាប្រែថាការសោយអារម្មណ៍អាចជាសុខអាចជាទុក្ខឬជាឧបេក្ខា
វេទនាតែងផ្លាស់ប្ដូរពីមួយទៅមួយមិនថិតថេរទេរៀនកំណត់ដឹងថាវាកើតហើយវារលត់ទៅវិញវាកើតហើយវារលត់ទៅវិញកុំអោបក្រសោបវាអីអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរធម្មជាតិរបស់វាវិលវល់សេចក្តីទុក្ខរមែងមានដល់អ្នកដែលវិលវល់នឹងរឿងអតីតហើយព្រួយបារម្ភហួសហេតុចំពោះរឿងអនាគតនិងប្រកាន់ស្អិតចំពោះរឿងបច្ចុប្បន្នរឿងទាំងឡាយបានដល់អារម្មណ៍ទាំងឡាយកើតហើយរលត់ទៅវិញមិននៅយូរអង្វែងទេតែបើអ្នកមិនព្រមលែងវាទេវានឹងដក់ជាប់នៅក្នុងចិត្តអ្នកហើយវាធ្វើឲ្យចិត្តអ្នកកាន់តែធ្ងន់ទៅមិនខានផ្កាឈូកមានពណ៌ស្រស់ស្អាតតែមានឫសគល់ដុះចេញពីបឹងភក់បើអ្នកបានខ្ពង់ខ្ពស់សូមកុំភ្លេចអ្នកដែលបានជួយជ្រោមជ្រែងអ្នកកតញ្ញូតាធម៌ជាគុណធម៌ធ្វើឲ្យអ្នកកាន់តែចម្រុងចម្រើនឡើងរីឯការរមិលគុណនឹងបិទទ្វារនៃសេចក្តីចម្រើនទៅមុខវាសនាខុសគ្នាយើងមិនដូចគេក៏មិនដូចយើងដែរម្នាក់មានជោគវាសនាផ្សេងគ្នាសំពីបនខុសគ្នារីករាយនឹងអ្វីដែលអ្នកមានហើយបើគេបានល្អជាងត្រេកអរនឹងបនគេទៅព្រោះជាផលបុណ្យដែលគេបានធ្វើទុកមកហើយប្រើប្រាស់ពេលវេលាសូមចំណាយពេលវេលាដែលនៅសេសសល់ធ្វើកិច្ចការងារជាប្រយោជន៍សាងអំពើល្អរៀនសូត្រចម្រើនចំណេះវិជ្ជាស្ដាប់ធម៌ចម្រើនបញ្ញាគ្រាន់បានជាទីពឹងផ្លូវចិត្តរបស់អ្នកពេលវេលានៃជីវិតមានតម្លៃណាស់កុំបណ្ដោយឲ្យចិត្តបាបចិត្តអកុសលយកជីវិតអ្នកទៅប្រើប្រាស់ឡើយពុកម៉ែអាយុកាន់តែច្រើននិយាយក៏កាន់តែច្រើនដែរចិត្តច្រើនខឹងក៏ច្រើនតែម៉ែនៅតែជាម៉ែដ៏ល្អរបស់កូនពេលកូននៅតូចកូននិយាយច្រើនប៉ុណ្ណាក៏ម៉ែមិនធុញទ្រាន់មានតែសប្បាយចិត្តឃើញកូនចេះនិយាយចូលចំណាយពេលមើលថែឪពុកម្ដាយអ្នកឲ្យបានល្អនៅនាជីវិតចុងក្រោយរបស់ពួកគាត់វាយតម្លៃគេអ្នកមិនដឹងរឿងគេទាំងស្រុងទេកុំប្រញាប់ធ្វើការសន្និដ្ឋានវាយតម្លៃលឿនពេកបើអ្នកលើកមកនិយាយក៏ទម្លាប់និយាយដោយចិត្តមេត្តាកុំវាយប្រហារបង្កាច់បង្ខូចដោយកំហឹងឡើយព្រោះវាជាបាបផងហើយមានពីវេរាទៀតទុករៀងខ្លួនគេមានទុកដោយគេយើងមានទុកដោយយើងម្នាក់មានរឿងត្រូវដោះស្រាយរៀងខ្លួនគ្រាន់តែយើងមិនដឹងរឿងគេខំសន្សំបន់រឿយបន់នាំមកនៅសេចក្តីសុខបង្គាប់បញ្ជាមិនបានបើអ្នកសង្ឃឹមថាគេគ្រប់គ្នាត្រូវតែយល់ពីអ្នកត្រូវតែធ្វើតាមអ្នកត្រូវតែនិយាយល្អពីអ្នកត្រូវតែគោរពអ្នកនឹងជួបប្រសពសេចក្តីទុក្ខទោមនស្សច្រើនមិនខាន
រឿងរ៉ាវខាងក្រៅមិនអាចបង្គាប់បញ្ជាបានទាំងស្រុងឡើយរៀនទទួលយកទាំងពីរទាំងល្អទាំងមិនល្អរកស៊ីធូរកស៊ីតាំងរកទ្រព្យចិញ្ចឹមគ្រួសារប្រពន្ធកូនតែកុំភ្លេចមើលថែពុកម៉ែផងឧស្សាហ៍អើតឈ្ងោកគាត់ហើយមើលថែគាត់ឲ្យបានត្រឹមត្រូវម្យ៉ាងទៀតចេះចែករំលែកទានខ្លះកុំកំណាញ់ពេករកស៊ីមិនឡើងទេបើទៅកើតជាតិណាក្រទ្រព្យសម្បត្តិមិនអាចបកក្រោយអ្នកមិនអាចបកក្រោយទៅកែអតីតកាលបានទេអ្នកអាចយកវាជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តឲ្យបានល្អប្រសើរនាថ្ងៃអនាគតតែសូមកុំចងខ្លួនអ្នកទុកក្នុងគុកអតីតកាលអីកុំឧស្សាហ៍យកភ្លើងអតីតកាលមកដុតរួលចិត្តអ្នកឡើយម៉ែក្រម៉ែមិនអាចផ្ដល់អ្វីគ្រប់យ៉ាងតាមកូនចង់បានទេតែម៉ែបានលះបង់អ្វីគ្រប់យ៉ាងដែលម៉ែមានដើម្បីសេចក្តីសុខរបស់កូនម៉ែជាទូទៅម៉ែមិនល្អ 100% ទេតែម៉ែបានផ្ដល់សេចក្តីស្រឡាញ់ 100% ឲ្យកូនគ្រប់រូបពេលណាកម្មឲ្យផលដាំគ្រាប់ពូជត្រូវការពេលសមគួរទើបបានផលកម្មអំពើដែលអ្នកបានធ្វើក៏ត្រូវការពេលវេលាសម្រាប់ឲ្យផលដែរកម្មដែលអ្នកបានសាងល្អក្តីអាក្រក់ក្តីមិនភ្លេចអ្នកទេទោះបីអ្នករត់ទៅដល់ណាក៏ដោយពៀវេរាការចងគំនុំគុំគួនជេរទៅជេរមកជាការបន្តនៅពៀវេរាវែងឆ្ងាយការបៀតបៀនជីវិតគេកឹបកេងទ្រព្យគេលួចប្រពន្ធកូនគេកុហកបោកប្រាស់គេជាពៀវេរាវែងឆ្ងាយក្នុងសង្សារវដ្តព្យាយាមលះបង់នៅអកុសលទាំងឡាយចម្រើនចិត្តបុណ្យប្រាថ្នាឲ្យរួចផុតពីពៀវេរាទាំងឡាយភ្លើងច្រណែនជាភ្លើងដុតចិត្តអ្នកឲ្យជ្រួលច្របល់ក្រហល់ក្រហាយមិនសប្បាយចិត្តនឹងលៀបយួររបស់អ្នកដទៃទេវាកើតឡើងដោយចិត្តអវិជ្ជាមិនយល់ពីផលនៃកម្មដែលបុគ្គលម្នាក់បានសាងមកខុសគ្នាច្រណែននាំឲ្យមានពៀវេរាកើតជាតិណាច្រើនមានគេស្អប់ទុកច្រើនបើអ្នកជាប់ជំពាក់ច្រើនហួងហែងច្រើនអ្នកនឹងខ្វល់ចិត្តច្រើនមិនខានរៀនស្វែងយល់ពីដំណើរនៃហេតុផលអ្វីទាំងឡាយកើតឡើងព្រោះហេតុពេលណាអស់ហេតុក៏រលត់ទៅរៀនលះបង់ការជាប់ជំពាក់ច្រើនអ្នកនឹងបានធូរស្បើយពីសេចក្តីទុក្ខ
បទដកស្រង់ពីសៀវភៅអប់រំផ្លូវចិត្តរៀបរៀងដោយភិក្ខុវជ្របញ្ញោគូសុភាពព្រមតាមហេតុគ្រប់យ៉ាងសុទ្ធតែមានហេតុផលរបស់វាទើបកើតឡើងប្រឈមមុខដោះស្រាយដោយស្មារតីកុំត្អូញត្អែពេកអីកម្មយើងទេដោះហើយដើរទៅមុខទៀតកុំស្ពាយរឿងតាមខ្លួនច្រើនពេកខាត់មិនបានហួងហែងច្រើនខ្វល់ចិត្តក៏ច្រើនមួម៉ៅក៏ច្រើនដែរសន្មត់ថាជារបស់អ្នកតែអ្នកមិនអាចហាមឃាត់ការប្រែប្រួលបានទេពេលណាអស់អូសភ្លើងក៏រលត់ពេលណាអស់ហេតុសង្ខារក៏ត្រូវប្រែប្រួលផ្លាស់ប្ដូរទៅហាមមិនបាននេះជាសច្ចធម៌គេធ្វើមិនត្រូវចិត្តសូមគុំសង្ឃឹមថាគេធ្វើត្រូវចិត្តអ្នកគ្រប់រឿងឬគេនិយាយល្អពីអ្នករហូតឡើយគុំរងចាំសេចក្តីសុខពីអ្នកដទៃទាំងស្រុងពេកខំសាងបុណ្យចម្រើនបញ្ញាកំណត់ដឹងថាអ្វីសុទ្ធតែមានហេតុផលហើយគ្រប់យ៉ាងចុងក្រោយត្រូវប្រែប្រួលផ្លាស់ប្ដូរទៅកំហុសគេកំហុសយើងបើអ្នកតាមរកកំហុសអ្នកដទៃអ្នកនឹងរកបានច្រើនព្រោះអ្នកណាក៏មានកំហុសដែរសូមពិនិត្យមើលខ្លួនឯងកែលម្អកំហុសខុសឆ្គងរបស់ខ្លួនហើយបើជួយណែនាំគេត្រូវណែនាំដោយចិត្តមេត្តារៀនរក្សាចិត្តឲ្យបានល្អមុននឹងហាស្ដីដាក់មានអ្នកមិនមែនអ្វីដែលអ្នកនិយាយសុទ្ធតែត្រូវសុទ្ធតែល្អគ្រប់10ទេរៀនដាក់មានអ្នករៀនស្ដាប់គេរៀនទទួលយកគំនិតអ្នកដទៃដើម្បីការរីកចម្រើនឲ្យអភ័យជាពុទ្ធជនតែងភ្លាំងភ្លាត់សាងកំហុសខ្លះមិនខានរៀនឲ្យអភ័យរៀនមានមេត្តារៀនអត់ឱនលើកលែងខ្លះទើបមិនសូវមួម៉ងចិត្តអ្នកនៅតែជួយណែនាំតែណែនាំដោយទឹកចិត្តល្អដោយពាក្យសម្ដីសមរម្យគេក៏ដូចខ្ញុំយើងត្រូវការសេចក្តីសុខគេក៏ត្រូវការសេចក្តីសុខដែររៀនផ្ដល់ស្នាមញញឹមផ្ដល់ភាពកក់ក្ដៅដល់មនុស្សសត្វជុំវិញខ្លួនអ្នកជួយពេលដែលគេមានទុក្ខហើយរីករាយពេលគេបានចម្រើននិងសប្បាយចិត្តនៅអ្វីដែលអ្នកមានដែលអ្នករកបានចាំបាត់ខឹងសិននិយាយពេលខឹងសម្រេចចិត្តពេលមួម៉ៅលទ្ធផលមិនសូវល្អទេច្រើនមានវិប្បដិសារៈជាខាងក្រោយចាំបាត់ខឹងសិនសំនិយាយក៏មិនយឺតពេលប៉ុន្មានដែរពេលកំហឹងរសាយទៅបញ្ហាងាយនឹងដោះស្រាយរំពឹងពេកបើអ្នកសង្ឃឹមថាគេនឹងសរសើរអ្នកគេនឹងលើកដំកើងអ្នក
អ្នកនឹងជួបប្រសពនៅសេចក្តីទុក្ខទោមនស្សក្នុងចិត្តមិនខានខិតខំធ្វើកិច្ចការងារអ្នកឲ្យអស់ពីចិត្តពីថ្លើមគេសរសើរឬមិនសរសើរនៅលើគេទៅចោះដុតគេឲ្យក្តៅបើអ្នកចង់ឲ្យគេក្តៅក្រហាយមានន័យថាអ្នកសម្បូរដោយធាតុក្តៅក្រហាយដែរហើយអ្នកដែលក្តៅជាងគេគឺខ្លួនអ្នកព្រោះកំហឹងជាភ្លើងតែងដុតបំផ្លាញចិត្តដែលជាទីអាស្រ័យរបស់វាដំបូងគេមុននឹងរាលដាលដល់អ្នកដទៃសេរីសួស្តីសេរីសួស្តីចាប់ផ្ដើមពីចិត្តល្អពីចិត្តជ្រះថ្លារបស់អ្នករៀនរក្សាមាត់ឲ្យបានល្អពោលពាក្យពិតត្រង់ពាក្យមានប្រយោជន៍បំពេញកិច្ចការងារអ្នកឲ្យបានល្អមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយឡើយអ្នកបានសប្បាយចិត្តនោះហើយជាសេរីសួស្តីពិតប្រាកដដូរអារម្មណ៍ទម្លាប់ពិនិត្យមើលចិត្តអ្នករឿយបើចិត្តមិនល្អកើតឡើងត្រូវកំណត់ដឹងថាចិត្តមិនល្អកើតឡើងហើយទាញវាមករកកាន់អារម្មណ៍ល្អអារម្មណ៍នាំឲ្យកើតបុណ្យកុសលវិញបង្អោនចិត្តរំលឹកដល់ទានដែលអ្នកបានឲ្យរំលឹកដល់អំពើល្អដែលអ្នកបានធ្វើរំលឹកដល់សិលដែលអ្នកបានរក្សារំលឹកគុណព្រះរតនត្រ័យព្រះពុទ្ធព្រះធម៌ព្រះសង្ឃរឿយចិត្តអ្នកនឹងបានត្រជាក់ស្ងប់ឆ្ងាយចាកពីទុក្ខកង្វល់ទាំងឡាយសតិគ្រប់គ្រងខ្លួនបង្កើនស្មារតីតាមរក្សាកាយវិចារចិត្តអ្នករឿយដេកដើរឈរអង្គុយហូបចុកស្លៀកពាក់មានស្មារតីនៅនឹងខ្លួនអ្នកជានិច្ចម្យ៉ាងទៀតរៀនមើលចិត្តអ្នករឿយបើវាគិតខុសដូចជាខឹងគុំចំណែនស្អប់ជាដើមត្រូវទាញចិត្តអ្នកមកគិតត្រូវវិញនឹកដល់អារម្មណ៍ល្អអារម្មណ៍ដែលនាំឲ្យកើតបុណ្យកុសលគេជេរខ្ញុំបើគេជេរអ្នកហើយអ្នកជេរគេវិញអ្នកទាំងពីរជាគូប្រកួតល្បែងបាចលាមកដាក់គ្នាទាំងពីរអ្នកនឹងប្រឡាក់ដូចគ្នាបុគ្គលពាលយកសម្ដីលាមករបស់ខ្លួនមកគ្របសង្កត់អ្នកដទៃដោយគិតថាជាជ័យជំនះរបស់ខ្លួនតែតាមពិតបាបបានប្រឡាក់ចិត្តខ្លួនឯងមុនគេមុននឹងធ្លាក់លើអ្នកដទៃ